បាទសួស្តីទាំងអស់គ្នាអញ្ចឹងយើងចូលទៅចំណុចបន្ទាប់ទៀតគឺរបៀបបន្ថែម shape ទៅលើ Smart Art ដែលបានបង្កើតបាទអញ្ចឹងលើកមុនគឺខ្ញុំបានបង្កើត Smart Art មួយដែលមានរាងជា organization chart បែបនេះហើយនៅក្នុងប្រអប់នីមួយៗទាំងអស់គ្នាក៏អាចធ្វើការបញ្ចូលអក្សរឬក៏បន្ថែមបន្ថែម shape នឹងទៅឆ្វេងទៅស្ដាំឬក៏ទៅមុខទៅក្រោយហ្នឹងគឺយើងអាចបន្ថែមនៅកន្លែងពាក្យថា design ហើយបន្តមកទៀតគឺយើងចុចទៅលើ accept ដែលមានប្រអប់សញ្ញាបូកពីលើគឺដែលទាំងអស់គ្នាចុចលើអក្សរ accept នេះគឺមានថាយើងនឹងបន្ថែម shape មួយទៀតមកខាងក្រោមប៉ុន្តែបើសិនជាទាំងអស់គ្នាចង់បន្ថែម shape ទៅឆ្វេងស្ដាំអីទាំងអស់គ្នាអាចជ្រើសរើសយកសញ្ញាព្រួញដែរនៅក្បែរ shape ហើយវានឹងឃើញមានជម្រើសជាច្រើនឲ្យទាំងអស់គ្នាជ្រើសរើសអញ្ចឹងឧទាហរណ៍យើងយកថាaccept after គឺបានន័យថាយើងបន្ថែមមកមុខមួយទៀតឬក៏ទាំងអស់គ្នាយក below គឺបានន័យថាយើងបន្ថែម shape ហ្នឹងចុះមកក្រោមអញ្ចឹងយើងឃើញ shape មួយដែលវាចុះមកក្រោមគឺមានន័យថាយើងយក accept below ហើយកន្លែងបន្ទាត់នេះយើងចង់ឲ្យវារត់មកត្រង់គឺយើងចុច layout ហើយយក standard យក standard នោះបន្ទាត់ដែលវាចេញពីចម្រៀងគឺវារត់មកចំកណ្ដាលវិញអាហ្នឹងគឺយើងហៅថាបន្ទាត់ shape ហើយបន្តមកទៀតគឺបើសិនជាយើងចង់បន្ថែមមកបន្ទាប់ឬក៏ចង់ assistant អីគឺវាចេញជាបន្ថែមមកខាងឆ្វេងចេះណាហើយបើយើងចង់បន្ថែមមកក្រោម below ចង់បន្ថែមទៅបន្ទាប់ដោយសារយើងជ្រើសរើស assistant ចឹងវាចេញបែបនេះណាអញ្ចឹងកាលណាយើងជ្រើសរើស assistant គឺយើងយកបន្ទាប់ក៏វាចេញមកក្រោមដែរអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្ណឹង